ហើយអ្នកមានធម៌នៅកាន់ទូរស័ព្ទដៃក៏មិនទាន់មានឈ្មោះថាជាសមណៈដែរតែបើអ្នកមានអ្នកបួសកាន់តែកម្ពីធម៌អានឹងទើបឈ្មោះថាសមណៈបួសហេតុអីសមណៈប្រែថាអ្នកសម្រួមហើយបើកាន់ទូរស័ព្ទមានអីត្រូវសម្រួមភ្នែកសម្រួមតិចច្រមុះអណ្ដាតកាយចិត្តទូរស័ព្ទមិនមែនជារបស់សម្រួមទេពីព្រោះវាសុទ្ធតែជាសម្រាមក៏មានអីក៏មានគ្រប់ប្រភេទវាមិនមែនជាកន្លែងស្ងប់ស្ងាត់ទេអ្នកកាន់ទូរស័ព្ទនោះអូមកចង់ស្រីមិនក៏បានចង់ទស្សនៈអីក៏មាននៅក្នុងនឹងស្ទប់គ្រប់បែបយ៉ាងណាអញ្ចឹងចិត្តយើងអត់អាចសម្រួមបានទេចំពោះអ្នកប្រើទូរស័ព្ទអញ្ចឹងសង្ឃណាដែលប្រើទូរស័ព្ទមិនមែនជាសង្ឃសុទ្ធទេប៉ុន្តែខ្ញុំឲ្យតម្លៃថាត្រឹមធម្មរាជាអ្នកដែលចេះទេសនាបញ្យលធម៌ដឹកនាំឲ្យមនុស្សដើរតាមធម៌ខ្ញុំត្រឹមឲ្យឈ្មោះថាជាធម្មរាជានៅឡើយហើយប្រាថ្នានៅទ្រព្យសម្បត្តិកាន់លុយកាន់កាក់ហ្នឹងមិនទាន់ឈ្មោះថាជាសង្ឃពិតអត់ទូរស័ព្ទអត់កាន់លុយអត់កាន់តែពធសិក្សាតែពធស្វែងយល់តែពធបដិបត្តិតែពធរកកន្លែងស្ងប់ស្ងាត់រកកន្លែងដែលមិនជាប់ជំពាក់ចំពោះការប្រាថ្នានៅសម្បត្តិខាងក្រៅមានតែបាយមួយឆ្អែតក្នុងមួយថ្ងៃតែប៉ុណ្ណោះនិងគ្រឿងស្លៀកពាក់ចាត់ចូលនៅក្នុងបច្ច័យទាំង4នឹងជ័យវរៈបណ្ឌបាតសេនាសនៈកលិយាណភេសជ្ជៈហ្នឹងប៉ុណ្ណឹងហើយត្រូវការប៉ុណ្ណឹងក៏មិនត្រូវការធំដុំត្រូវការឲ្យវាស៊ីវិល័យស្រស់ស្អាតទេដែរត្រូវការត្រឹមតែមួយរស់ហើយសិក្សាធម៌បដិបត្តិធម៌ប៉ុណ្ណឹងមិនកាន់លុយកាន់កាក់ឬក៏ចាត់ចូលជាប្រភេទពុធុដងអានោះបានចំទូប៉ុន្តែធុដងឲ្យចំធុដងណាអត់មានធុដេទេណាខ្លះមកនឹងថាធុដងប៉ុន្តែមកហ្នឹងអូកាន់លុយប្រងព្រាតពេញទៅហ្នឹងមកផ្សព្វផ្សាយទៅអបិយជំនឿសាសនាផ្សេងព្រហ្មញ្ញសាសនាអីចឹងទៅណាអញ្ចឹងដូចនៅខាងសាលាពុទ្ធចក្រមួយទៀតសាលាពុទ្ធចក្រខ្ញុំកណាគិតថាមិនចំជាប្រពុតសុទ្ធទេមូលហេតុអីមុខវិជ្ជាប្រមាណ10មេរៀនពុទ្ធកវិទ្យាល័យអីណាពុទ្ធកបឋមសិក្សាពុទ្ធកវិទ្យាល័យពុទ្ធកអីហ្នឹងខ្ញុំគាត់ថាសាលាហ្នឹងនៅសាលាមកសក់នៅឡើយមូលហេតុអីបានថានៅសាលាមកសក់មិនមែនជាសាលាប្រសង់ទេមិនគួរឲ្យគេទៅថ្វាយអង្គមទេចំពោះលោកនេនតូចអីហ្នឹងនៅក្នុងមុខវិជ្ជាមេរៀនហ្នឹងមានប្រមាណសម្រាប់មុខវិជ្ជាពុទ្ធសាសនាមានតែ2មុខវិជ្ជាទេក្រៅពីនោះសិទ្ធិវិជ្ជារបស់ព្រះវិជ្ជារលុយគណិតវិទ្យាសិក្សាសង្គមវិទ្យាសាស្ត្រអីទៀតអង់គ្លេសគីមីរូបជីវៈអាហ្នឹងមិនសិតតែមុខវិជ្ជាកុហកអញ្ចឹងមុខវិជ្ជាពុទ្ធសាសនាមានអីខ្លះមានពុទ្ធសាសនាមួយមុខតាហើយនឹងភាសាណាដែលមានទស្សនៈពុទ្ធនៅក្នុងហ្នឹងណាអញ្ចឹងខ្ញុំនិយាយថាធាតុកុហកហ្នឹងវាឡើង2-3 ចំណុចអីណោះមេរៀនកុហកនៅក្នុងហ្នឹងហើយតាំងខ្លួនជាអ្នកបុសុតមិនកើតតាំងខ្លួនជាអ្នកបុសុតមិនកើតអ្នកបុសុតដកចេញទាំងអស់ទុកតែទស្សនៈពុទ្ធមួយអាហ្នឹងបានឈ្មោះថាអ្នកបុសុត
ហើយឧបមាថាបើសិនជាយកមេរៀនពុទ្ធសាសនានឹងមកដាក់នៅសាលារដ្ឋវិញសួរថារៀនបានអត់រៀនបានដូចគ្នាហើយគិតអាម៉េចវិញចឹងគិតអាម៉េចវិញឥឡូវគិតឲ្យបានច្បាស់អញ្ចឹងរចនាសម្ព័ន្ធអ្នករៀបចំចំណុចហ្នឹងខ្ញុំគិតថាមិនទាន់ដល់ថ្នាក់ឲ្យចាស់ទៅថ្វាយគុំទេសម្រាប់អ្នករៀនសាលាពុទ្ធិកៈនោះណាមិនទាន់ទេពីព្រោះធៀបមេរៀនជាក្រហោះនៅក្នុងហ្នឹងវាឡើងពីដណ្ដប់មុខណាមេរៀនជាក្រហោះអញ្ចឹងដកតែកីឡានិងសិល្បៈចេញតែឥឡូវសាលារដ្ឋយើងនេះដកកីឡាចេញទៅហើយទុកសិល្បៈនិងកីឡាតែមួយឯងកំសាន្តអារម្មណ៍ដូចគ្នាដើម្បីសុខភាពដូចគ្នាហើយសិល្បៈវាកំសាន្តបានច្រើនទៀតសម្រួលទាំងអារម្មណ៍ផ្លូវកាយចង្វាក់រួមគឺសម្រួលអារម្មណ៍ផ្លូវកាយអត្ថន័យនៅក្នុងចម្រៀងការតែងនិពន្ធជាអត្ថន័យអប់រំផ្លូវចិត្តអប់រំអត្ថន័យតែងប្រកបដោយគុណធម៌សីលធម៌គឺចម្រើនគុណធម៌សីលធម៌ផ្លូវចិត្តតន្ត្រីសម្រួលអារម្មណ៍យល់ហើយដកកីឡាចោលកីឡានេះវាយើងថាហាត់ប្រាណដែរប៉ុន្តែវាមិនដល់ចម្រៀងទេវាមិនដល់សិល្បៈទេទៅវិញវានាំឲ្យចូលទៅលបែងណានោះវិញអាពីរហ្នឹងដូចគ្នានៅក្នុងសិក្ខាបទនច្ចគីតវាហ្នឹងប្រគំតន្ត្រីមើលនៅលបែងអីហ្នឹងដូចគ្នាវាចាក់ការមើលនៅលបែងរំច្រៀងអីជាដើមអានោះសម្រាប់ធម៌របស់អរិយបុគ្គលតែយើងជាកុហកថ្នាក់ទេវតាក៏អត់មានកីឡាអីទាត់បាល់ទាត់សីទាត់អីដែរតែបាត់តន្ត្រីមានថ្នាក់ទេវតាគឺយកតែតន្ត្រីចម្រៀងភ្លេងពិណអីយកមកកំដរអារម្មណ៍អានេះយើងសិក្សាតាមពុទ្ធលោកនិទានជាតិដកអញ្ចឹងយកអាហ្នឹងមកហើយដាក់បញ្ចូលទៅឥឡូវបើឲ្យយកសាលាពុទ្ធិកៈឲ្យក្មេងៗទៅរៀនសាលាពុទ្ធិកៈរចនាសម្ព័ន្ធសាលាពុទ្ធិកៈតើរៀនកើតអត់ហើយតើណាថ្វាយគុំណាវិញឡើយរៀនកើតអញ្ចឹងសង្សតគេរៀនតែមួយមុខទេណាទស្សនៈពុទ្ធ 84000 បឋមខណ្ឌហ្នឹងជាព្យាយាមរៀនព្យាយាមសិក្សាព្យាយាមប្រព្រឹត្តព្យាយាមប្រតិបត្តិតែមួយចំណុចហ្នឹងព្យាយាមលះបង់ព្យាយាមរលះខ្លួនចេញប៉ុន្តែសាលាពុទ្ធិកៈឥឡូវមែនណារលះខ្លួនចូលតើគឺអារលះខ្លួនចូលមកសង្គមកុហកវិញហ្នឹងឡើង3 ដណ្ដប់មុខឯណាអាហ្នឹងសើមេរៀនកុហកគីមីជីវៈរូបវិទ្យាគណិតវិទ្យាស្អីហ្នឹងមិនមែនធោឯណាហ្នឹងមិនមែនទស្សនៈពុទ្ធឯណាហ្នឹងហើយចឹងប៉ុណ្ណឹងចុះម៉ោងហើយហើយក៏សង្ឃឹមថាអ្វីដែលខ្ញុំព្យាយាមគិតព្យាយាមចូលរួមនិយាយនេះបើមានការប៉ះទង្គិចក៏សូមអធិស្ឋានពីព្រោះចំណេះដឹងរបស់យើងវាមានកម្រិតអញ្ចឹងពេលខ្លះអ្វីដែលប៉ះទង្គិច
ai thao vì mình nên chia chết cả na thếដោយសារតែការមិនដឹងមិនយល់អញ្ចឹងយើងបញ្យល់យើងប្រាប់ឲ្យយល់ឲ្យដឹងសិនតែបើយល់ដឹងហើយនៅតែលេលើទៀតណាបញ្យល់ម្ដងជាពីរដងបើនៅតែមិនស្ដាប់អាហ្នឹងយើងគិតផ្សេងទៀតហ្នឹងហើយមានឧបាយផ្សេងទៀតមានវិន័យមានអីណាពុទ្ធចឹងតានិយាយអ្នកនិយាយស្ដាប់ប្រើភាសានិយាយអ្នកនិយាយមិនស្ដាប់ប្រើភាសាដាក់ទុនកម្មឬដាក់វិន័យនេះវាជារឿងចាស់អរគុណហើយគោរពលា